Okay, that's also day ទាំងគ្នាស្វាគមន៍មកកាន់ Lifetime Documentary Day 10, 11 and 12 បាទយើងធ្វើ3ថ្ងៃចូលគ្នាដោយសារតែមួយរយៈហ្នឹងវាអត់មានអីថ្មីអញ្ចឹងណាអូខេអញ្ចឹងសម្រាប់ Day 10 ដែលយើងមាន report គឺមាន5-6ចំណុចដែរគឺសម្រាប់ Day 10 យើងបានរៀនអំពីរបៀបក្នុងការបង្កើត e-portfolio អូខេ e-portfolio ហើយលោកគ្រូក៏គាត់បានបង្ហាញឲ្យមើលនៅគំរូរបស់គេមួយចំនួនមកអញ្ចឹងណាឃើញថាគេធ្វើឃើញស្អាតលយមានបញ្ចូល image ច្រើនរូបភាពឲ្យច្រើនហើយកន្លែងមើលខ្លួនឯងធ្វើសកម្មភាព activity ច្រើនណាស់ពេលខ្លះតែអត់ឲ្យបាន take picture ទេអញ្ចឹងណាដល់ពេលអញ្ចឹងពិបាកហើយមួយទៀតបានសើចសប្បាយព្រោះឃើញក្មេងៗលេងជាមួយគ្នាបន្លែងគ្នាខ្លាំងហើយមួយទៀតខ្ញុំបានសិក្សារឿងមួយតាក់ទងនឹងការផ្លាស់ប្ដូរបាទន័យថាពេលវេលាផ្លាស់ប្ដូរមនុស្សយើងក៏ផ្លាស់ប្ដូរប្រែប្រួលតាមដំណើរគូខ្ញុំសង្កេតមើលទៅឃើញអញ្ចឹងបាទមនុស្សពីមួយថ្ងៃទៅមួយថ្ងៃមួយខែជាពិសេសអ្នកដែលយើងស្គាល់ណាចាប់ផ្ដើមប្រែប្រួលរហូតដែរតែដល់ពេលខ្លួនឯងដល់ឃើញប្រែប្រួលអីសោះអញ្ចឹងបាទបន្ទាប់ខ្ញុំចង់ចែកម្លែក feeling មួយដែលខ្ញុំតែងតែមានមកលើខ្លួនឯងអត់ដឹងថាមិនទេពេលដែលខ្ញុំចូលដល់វ័យ18 19 20អីហ្នឹងណាគឺតែងតែមានអារម្មណ៍ថា lonely ឯកោដល់ពេលយប់អត់ដឹងថាម៉េចមកពីខ្ញុំអត់សូវមានមិត្តឆាតជាមួយអីគាត់ថាបានព្រោះអត់ដែរមានណាបានឆាតបានអីលេងអីអត់សោះតាំងពីអនុវិទ្យាល័យអត់ដែរមានអីដែលលេងឆាតលេងអីយប់ឡើងអីដែរសោះ yes វា lonely ទីទួយដែរហើយ yeah អាហ្នឹងក៏ជាហេតុផលមួយដែលធ្វើឲ្យខ្ញុំចូលចិត្តស្ដាប់តន្ត្រីនៅពេលយប់ដែរហើយបទខ្ញុំចូលចិត្តគឺបទឥណ្ឌាបើភ្លេងវាព្រោះពេលខ្លះព្រោះភ្លេងព្រោះច្រៀងក៏ព្រោះទោះបីយើងអត់យល់ន័យក៏ដោយប៉ុន្តែយើងស្ដាប់ទៅយើង feel the music អញ្ចឹងណាបាទយើងចូលដល់ day 11 day 11អត់មានអីច្រើនដោយសារថាថ្ងៃហ្នឹងជាថ្ងៃឈប់សម្រាកអញ្ចឹងសកម្មភាពមានតែ2ទេគឺយើងបានកាយក្រដាស់ប្រឡងក៏ដូចជាទៅសេនៅសភៅតាមដានរបស់កុំសិស្សអីយ៉ាងដែរបាទហើយតើតោនឹង day 12 ក៏មានអីច្រើនដែរបាទគឺយើងមានតែ3 4សកម្មភាពទេប៉ុន្តែខ្ញុំមានរឿងមួយចង់ចែកម្លែកទៀតអីដែលខ្ញុំបានរៀនណាបានរៀនសិក្សាយល់តាមរយៈ observation មកទៅលើអីផ្សេងៗយ៉ាងដែរអញ្ចឹងឃើញថាតម្លៃរបស់មនុស្សយើងម្នាក់អត់ស្ថិតនៅលើការគិតរបស់អ្នកដទៃទេបាទគឺយើងខ្លួនឯងជាអ្នកកំណត់តម្លៃឲ្យខ្លួនឯងហ្នឹងណាអញ្ចឹងពេលដែលគេ judge យើងពេលដែលគេពីតម្លៃមកលើយើងគេនិយាយអីផ្សេងដែលវាអវិជ្ជមានមកលើយើងណាយើងអាចគិតពិចារណាពីទីទួយទៅបើសិនជាវាត្រូវយើងក៏កែតម្រូវទៅប៉ុន្តែបើមិននេះទេក៏ចោលវាទៅបាទកុំគិតខ្វល់ច្រើនអត់សម្បុរចិត្តអីហើយតម្លៃខ្លួនយើងត្រូវតែដឹងខ្លួនឯងថាយើងមានតម្លៃអ្វីអញ្ចឹងណាពេលដែលគេនិយាយមកហ្នឹងវាត្រូវមិនត្រូវអីយ៉ាងទៅហើយតម្លៃខ្លួនឯងគឺយើងអ្នកឲ្យខ្លួនឯងគឺតាមរយៈការនិយាយស្ដីការបង្ហាញនៃកម្មកិរិយាភាពស្មោះត្រង់បាទសច្ចភាពអីផ្សេងទៅហើយបន្ទាប់ស្គាល់រឿងហេតុបន្ទាប់គឺថ្ងៃទី1 ខែ 5 2025ត្រូវជា day 12 ហ្នឹងបាទល្ងាចឡើងមានភ្លៀងខ្លាំងមែនតើមិនដឹងថាខាងគ្នាយើងឬក៏អ្នកទស្សនាហ្នឹងភ្លៀងតែដល់ថាខាងខ្ញុំស្នឹងនេះគឺភ្លៀងខ្លាំងបាទភ្លៀងខ្លាំងឡើងអាយះឆាត់ដាច់សំណាញ់អីអស់ហើយបាក់ដើមឈើអីមួយចំនួនអញ្ចឹងណាក្នុងភូមិហ្នឹងដែរហើយ yes កម្មវិធីចុងក្រោយគឺមុនពេលចូលគេខ្ញុំបានមើលនៅ anime ដែលជា favorite របស់ខ្ញុំគឺ One Piece បាទមើលគេសម្រាយដល់ episode 930ហើយឥឡូវមើលដល់930 Yes and that's all for day 10 11 and 12បាទខ្ញុំ3ថ្ងៃនេះមានប៉ុណ្ណឹងហើយបន្ទាប់ពីហ្នឹងទៅខ្ញុំនឹងធ្វើ lifetime documentary បន្តែធ្វើបែបជា weekly វិញបាទធ្វើមួយសប្តាហ៍ម្ដងដោយសារថាយើងធ្វើបាន12ថ្ងៃហ្នឹងយើងឃើញថាវាមានសកម្មភាពមួយចំនួនវា repeat អញ្ចឹងមួយសប្តាហ៍ចាំយើងធ្វើម្ដងដើម្បីឲ្យមានអីថ្មីយកមក share ជូនគ្នាយើង Yes ចឹងមានប៉ុណ្ណឹង Bye bye thank you guys for watching and yes ទុកសម្រាប់ខ្លួនឯង in the next 5 years Peace